បច្ចុប្បន្នភាពសង្គ្រាមអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកពេលនេះបាទឈានទៅដល់ដំណាក់កាលថ្មីបាទនៃការបើកទីលានប្រយុទ្ធនៅតំបន់ច្រកសមុទ្រ Hormuz. And after we finish defeating Iran, which is being very badly defeated, pretty soon I'll be declaring the Hormuz Strait a territory of the United States. ហើយបើទោះបីជាអ៊ីរ៉ង់បានចរចាជាមួយនឹងអូម៉ង់មានកិច្ចព្រមព្រៀងប៉ុន្តែមិនទាន់ចុះហត្ថលេខាទេបើទោះបីជាចរចាត្រូវបើកច្រក Hormuz ក៏ដោយប៉ុន្តែចេញអត់រួចទេបាទពីព្រោះនៅច្រកខាងក្រៅនោះគឺមានសហរដ្ឋអាមេរិកជាអ្នកបិទដូច្នេះរហូតមកដល់ពេលនេះគឺមានការវេកញែកគ្នាការដណ្ដើមការកាន់កាប់បាទទៅលើច្រក Hormuz នេះហើយមានការអះអាងរៀងៗខ្លួនខាងកងទ័ពបាទឆ្មាំបដិវត្តអ៊ីរ៉ង់អ្នកនាំពាក្យបានចេញមកហើយបាទគឺជាការភូតកុហកដែលខាងសហរដ្ឋអាមេរិកថាបានកាន់កាប់ច្រកសមុទ្រ Hormuz នេះហើយរដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់លោកអាបាហារ៉ាជីបានចេញមកហើយថាការបើកការវាយប្រហាររបស់អាមេរិកទៅលើអ៊ីរ៉ង់គឺជាការកាល់កាលេខុសការកណនាខុសហើយការបញ្ជាក់អំពីការគ្រប់គ្រងច្រក Hormuz នេះក៏អាមេរិកកាល់កាលេខុសដូចគ្នាបាទដោយការបើកការវាយប្រហារទៅលើអ៊ីរ៉ង់ដូចគ្នាដែរប៉ុន្តែសម្រាប់លោក Donald Trump ចេញមកអះអាងហើយបាទគឺសហរដ្ឋអាមេរិកគឺជាអ្នកគ្រប់គ្រងតំបន់ច្រក Hormuz នេះ 100% តែម្ដងហើយលោកបានអះអាងទៀតថាអាមេរិកឆាប់នេះបាទគឺនឹងវាយឈ្នះអ៊ីរ៉ង់ហើយនឹងដណ្ដើមយកនៅដែនអធិបតេយ្យភាពតំបន់ច្រក Hormuz នេះមកគ្រប់គ្រងក្រោមការគ្រប់គ្រងរបស់អាមេរិកវាអត់ត្រឹមត្រូវទេបាទចំណុចនេះគឺខុសនឹងច្បាប់អន្តរជាតិហើយអាមេរិកនៅ 100,000 គីឡូជាងឯណោះបាទហើយមកគ្រប់គ្រងអីនៅទឹកដីតំបន់ច្រក Hormuz នេះដែលជាដែនទឹកអធិបតេយ្យភាពរបស់អ៊ីរ៉ង់ហើយនឹងប្រទេសអូម៉ង់បាទដូច្នេះការលើកឡើងការគ្រប់គ្រងដែនអធិបតេយ្យភាពដែនដីដែនទឹកដែនអាកាសបាទរបស់បណ្ដាប្រទេសមួយចំនួនដែនកោះឯនោះបាទគឺជាភាពមិនត្រឹមត្រូវទេហើយប៉ុន្តែអ្វីដែលខ្ញុំនៅលើកពេលនេះគឺខ្ញុំចង់បញ្ជាក់ថាតើអ្នកណាជាអ្នកគ្រប់គ្រងច្រក Hormuz ពិតប្រាកដការពិតអ្នកទាំងពីរនោះទាំងអ៊ីរ៉ង់ទាំងសហរដ្ឋអាមេរិកលើកឡើងនេះគឺមិនខុសទេបាទគឺអ៊ីរ៉ង់គ្រប់គ្រងច្រក Hormuz គេហៅច្រកចង្អៀតដែលមានទទឹង21គីឡូម៉ែត្រដែលមានដែនអធិបតេយ្យភាពរវាងអ៊ីរ៉ង់ហើយនិងអូម៉ង់បាទជាការពិតបានគ្រប់គ្រងហើយសហរដ្ឋអាមេរិកគឺបានគ្រប់គ្រងមួយជាន់ទៀតមកជាន់ទី2គឺច្រកចេញមកក្រៅចេញពីច្រក Hormuz ហើយមកដល់ខាងក្រៅលំហធំណាស់បាទអញ្ចឹងអាមេរិកគ្រប់គ្រងនៅពាន់ទី2កងពាន់ទី2បាទដូច្នេះទេបើសិនជាកងពាន់អ៊ីរ៉ង់បើកក៏ចេញមិនរួចដែរព្រោះអាមេរិកជាអ្នកបិទខាងលើតែបើសិនជាអាមេរិកបើកខាងលើអ៊ីរ៉ង់បិទក៏វាចេញរួចដែរដូចតែគ្នាហ្នឹងបាទអញ្ចឹងការអាងរបស់ភាគីទាំងពីរអត់ខុសទេការគ្រប់គ្រងច្រក Hormuz នេះដោយសារតែអ៊ីរ៉ង់គ្រប់គ្រងនៅស្រទាប់ខាងក្នុងនៅដែនទឹកចង្អៀតក្នុងដែនអធិបតេយ្យភាពរបស់អ៊ីរ៉ង់ហើយនិងអូម៉ង់ហើយអាមេរិកគឺគ្រប់គ្រងនៅដែនខាងក្រៅបាទដូច្នេះទេឥឡូវនេះសង្គ្រាមអ៊ីរ៉ង់មែនទែនទៅវាយមិនឈ្នះវាយមិនចាញ់បែរជាបង្កើតនៅសង្គ្រាមនៅតំបន់ច្រក Hormuz នេះធ្វើឲ្យប៉ះពាល់ទៅដល់ពិភពលោកបាទប៉ះពាល់ទៅដល់តំបន់ប្រទេសនៅក្នុងសមុទ្រឈូងសមុទ្រនេះក្នុងការនាំប្រេងចេញអត់រួចហើយប្រទេសដែលត្រូវការប្រេងក៏អត់បានទទួលប្រេងធ្វើឲ្យប្រេងឡើងថ្លៃបាទប្រេងពេលនេះក្នុងរង្វង់ជិត$90ហើយទង$86-87ហើយបើការបិទច្រក Hormuz នេះมันមានដំណោះស្រាយទេបិទយូរអង្វែងនេះគឺនឹងអាចឡើងបាទ90ជាងរហូតដល់$100នៅពេលខាងមុខទៀតបាទហើយសម្រាប់ពេលនេះបាទគឺរងចាំមើលតទៅទៀតពីព្រោះថាដំណោះស្រាយអត់ចេញទេឥឡូវនេះខាងអ៊ីរ៉ង់គេថាគេនឹងកំដរជាមួយសហរដ្ឋអាមេរិករហូតដល់រដ្ឋបាលលោក Donald Trump បោះឆ្នោតនៅអាណត្តិក្រោយបាទឆ្នាំ2029ខាងមុខនេះមានការដូររដ្ឋបាលសហរដ្ឋអាមេរិកហើយគឺនឹងអាចមានការប្រែប្រួលបាទក្នុងការចរចាឡើងវិញជាមួយនៅខាងសហរដ្ឋអាមេរិកអញ្ចឹងបើបន្តអូសបន្លាយរហូតដល់ឆ្នាំ2029ដាច់ខ្យល់ងាប់ហើយបាទជាប្រទេសនាំប្រេងចូលដូចជាកម្ពុជាយើងឯនេះបាទពិបាកហើយរឿងសេដ្ឋកិច្ចរឿងថ្លៃដើមនៃការផលិតរឿងប៉ះពាល់ទៅដល់នឹងអតិផរណានៃទំនិញការឡើងថ្លៃទំនិញប៉ះពាល់ទៅដល់ជីវភាពអីឡើងបាទដូច្នេះពួកគាត់ឆ្លោះគ្នាតែធ្វើឲ្យប៉ះពាល់ពេញមកពិភពលោកធ្វើបាបប្រទេសគេប្រទេសឯងមកជាពិសេសកម្ពុជាយើងប៉ះពាល់ទៅដល់អ្នកដែលកំពុងតែមានជីវភាពលំបាកហើយកាន់តែលំបាកថែមទៀត